សុំមួយបរ៉ាដោយសារតែយប់មិញហ្នឹងក៏មានបងប្រុសគាត់តាក់ទងមកតែគ្រាន់ថាព័ត៌មាននេះចង់ផ្ដាំផ្ញើទៅកាន់បងប្អូនយើងទាំងអស់គ្នាឲ្យប្រយ័ត្នដែរព្រោះពាក់ព័ន្ធទៅនឹងទំនាក់ទំនងស្នេហាដោយមានការឲ្យថតវីដេអូថតអីចឹងណាបងព្រោះយប់មិញហ្នឹងគឺបងប្រុសហ្នឹងគាត់របៀបថាម្ចាស់ក្រុមហ៊ុនធំមួយដែរបងហ្នឹងហើយហើយគាត់ក៏អូតែពេលភ្លាមពេលដែលគាត់តាក់ទងមកមានការអន្តរាគមន៍ពីនាយកដ្ឋានគាត់ធ្វើការទទួលពាក្យប្តឹងរឿងថាមានការផុសពីបកគោម្នាក់ទៀតដូចបរហាគេអញ្ចឹងណាចាពួកគាត់ភ័យបងព្រោះតំណែងតំណងគាត់នឹងរបៀបចែកគាត់មានគ្រួសារហើយតែគាត់បានបែកគ្នាជាមួយនឹងប្រពន្ធគាត់ដោយសារគាត់ស្គាល់នារីម្នាក់ហ្នឹងស្គាល់គ្នាទៅតំណែងតំណងគ្នាបានមួយឆ្នាំជាងហើយក៏បានបែកគ្នាហើយតែខាងស្រីនឹងបានយកវីដេអូដែលគាត់ពេលដែលតំណែងតំណងមួយគ្នាឲ្យខាងបងប្រុសហ្នឹងធ្វើអីអញ្ចឹងណាមែនហ្នឹងហើយផុសនៅក្នុង TikTok ផ្អើទាំងយប់ផ្អើអញ្ចឹងហើយគាត់ថាចែកគាត់ធ្វើដើម្បីអីធ្វើដែររបៀបថាឲ្យចាញ់ឈ្នះចិត្តណារបៀបចឹងឲ្យសំចិត្តអីចឹងណាហើយគាត់ព្យាយាមថាគុំធ្វើចឹងហ្មងម្នាក់ស្រីហ្នឹងឲ្យឆាតទៅឲ្យម្នាក់ស្រីអត់គេអត់លុបតែ fake account នេះរបៀបបង្កើត TikTok ឲ្យដើម្បី fake account ផុសនៅអាវីដេអូដែលធ្លាប់មានចឹងបានន័យថាសម័យខ្លួនអត់ដឹងរឿងទេចានិយាយទៅគឺគាត់អត់ដឹងទេតែគ្រាន់ថាអត់ដឹងខាងហ្នឹងគេលួចថតវីដេអូដែលគាត់ធ្វើអញ្ចឹងហ្នឹងអត់ដឹងថាពេលដែលគេនៅជាមួយគ្នាខាងស្រីហ្នឹងលួចថតវីដេអូទុកទេមិនគេនៅឯរបៀបថាតាក់តងគ្នាតែថតរបៀបថតប្រដាប់ភេទគ្នាទៅវិញទៅមកតែមិនគាត់អត់បានធ្វើអញ្ចឹងរបៀបថាគេឲ្យគាត់អ្នកធ្វើអញ្ចឹងណាចឹងបានវីដេអូ call ជាមួយគ្នាហ្នឹងហើយបន្ទាប់មកបើនិយាយភាសាគេថាមិនអារួមភេទតាមអនឡាញហ្នឹងហ្នឹងហើយបងបែបអញ្ចឹងណាហើយគាត់ថតរបស់គាត់ឲ្យគេទៅគេលួចថតវីដេអូទុកហ្នឹងហើយគេថតទុកហើយគេបង្ហោះតែជា account fake TikTok ទេប៉ុន្តែគាត់ដឹងហើយថាគ្មានណាក្រៅពីម្នាក់ស្រីហ្នឹងទេតែគាត់ប្រាប់ថាគាត់ពិតជាខុសឆ្គងមែនតែពេលហ្នឹងគាត់លេងគ្រួសារហើយមកយកបងស្រីហ្នឹងអាហ្នឹងជាកំហុសរបស់គាត់ហើយគាត់ក៏បានឈប់តាក់ទងគ្នាអញ្ចឹងណាបែកគ្នាហើយតែខាងស្រីហ្នឹងគឺនៅតែព្យាយាមបោះអាទម្លាយរូបភាពឲ្យព្រោះដោយសារគាត់មិនស្រឡាញ់កិត្តិយសដែរហើយមុខហ្មងហ្នឹងហើយបងបើតាមអីដែលគាត់ប្រាប់ហ្នឹងគាត់ថាគាត់ខ្មាស់គេណាព្រោះអាម៉ានាទី10នាទីដែលម្នាក់ស្រីហ្នឹងកំពុងផុសហ្នឹងវាប៉ះពាល់កិត្តិយសគាត់ទីមួយគាត់មានក្រុមហ៊ុនគាត់មានកូនចៅគាត់មានអីច្រើនអញ្ចឹងហើយគាត់មានអ្នកវិនិយោគជាមួយទៀតអញ្ចឹងមិនសិនក្នុងករណីដែលខាងស្រីហ្នឹងគាត់បង្ហោះអញ្ចឹងអាម៉ានាទី10នាទី20នាទីដែលកំពុងមានចេញទៅហ្នឹងក៏វាប៉ះពាល់ដល់គាត់ខ្លាំងហើយគាត់តាក់ទងមកតាំងយប់គាត់ថាអូនមាននាយកដ្ឋានណាដែលគាត់អាចគាត់ទៅដាក់ពាក្យបណ្ដឹងទាំងយប់ហ្នឹងបានអត់ពួកគាត់ព្យាយាមសម្រួលខាងស្រីហ្នឹងហើយថាកុំឲ្យឈប់បង្ហោះទៅលុបចោលទៅហើយម្នាក់ស្រីហ្នឹងក៏បានតបគាត់ថាគាត់អត់លុបទេចាអញ្ចឹងគាត់រកវិធីដោះស្រាយដោយចង់ដាក់ពាក្យបណ្ដឹងឬក៏ធ្វើយ៉ាងម៉េចដើម្បីឲ្យមានចំណាត់ការណាចំណាត់ការឈប់ឲ្យមានអាវីដេអូនឹងផុសចេញមកព្រោះតែមួយនាទី10នាទីក៏វាប៉ះពាល់ដល់គាត់ដែរការវិនិយោគរបស់គាត់អីចឹងទៅហើយគាត់តាក់ទងមកទាំងយកគាត់ភ័យមែនតើណាបងគាត់រកវិធីដោះស្រាយភ្លាមមុខមាត់ហ្នឹងហើយទៅដល់គ្រាន់ភ្លាមមានខាងបងខាងនាយកដ្ឋានហ្នឹងគាត់ថាគាត់ទេមកហ្មងគាត់ថាឲ្យតាក់ទងទៅ hotline 1288ទៅហើយទៅកូនចៅគាត់ពងរងចាំទទួលទាំងយប់ហ្មងហើយបងប្រុសហ្នឹងគាត់តាក់ទងទៅទាំងយប់ហ្មងអញ្ចឹងព្រោះរូបភាពហ្នឹងវាច្រើនយ៉ាងកាត់មានតែលើមនុស្សស្រីជាជនរងគ្រោះចាតទៅពេលអញ្ចឹងចង់យករឿងហ្នឹងមកនិយាយថាឥឡូវហ្នឹងមិនមែនតែស្រីទេមនុស្សប្រុសហើយសម្រាប់អ្នកដែលមានមុខមាត់ទៀតគឺខាងស្រីហ្នឹងគឺគាត់មានមកហានិភ័យហ្មងចាពួកគាត់យកអាហ្នឹងទុកជាវីដេអូគម្រាមចាគម្រាមយកលុយយកកាក់ព្រោះមនុស្សណាដែលមិនស្រឡាញ់កិត្តិយសមុខមាត់របស់ខ្លួនឯងយកអញ្ចឹងដូចមានព័ត៌មានមួយដែលខាងឆាតគាត់លើកឡើងនៅក្នុងបណ្ដាញសង្គមដែរវា fake រឿងឡើងមកហ្មងទាំងសម័យខ្លួនអត់ដឹងខ្លួនទេហើយធម្មតាយើងលេងបណ្ដាញសង្គមយើងតែងតែផុសរូបភាពអីដែលយើងគិតថាស្អាតឲ្យគេមើលដើម្បីវាមោទនភាពសម្រាប់ខ្លួនឯងអីចេះចោះចឹងទៅស្រាប់ហើយមាន account មួយ fake ឡើងហើយតាំងនាមខ្លួនឯងជាម្ចាស់រូបនឹងតែម្ដងឧទាហរណ៍តាបារាចឹងចោះហើយបារាមាន account ផ្ទាល់ខ្លួនរបស់ខ្លួនឯងមួយដែលលេងតែរាល់ថ្ងៃគឺយើងជាម្ចាស់កម្មសិទ្ធិហើយតែរូបភាពដែលយើងផុសចេញជាសាធារណៈអ្នកណាក៏អាច sell យកទៅបានដែរចាឲ្យតែគេមើលឃើញអីចឹងទៅហើយមានចេតនាអវិជ្ជមានណាមួយដោយកន្លងមកទ្រព្យធីមការងាររបស់យើងក៏មានអ្នកដែលគាត់យករូបថតឲ្យទៅបង្កើតលេងថាខ្លួនឯងហ្នឹងគឺជាយើងចឹងជា fake account ទាំងម្ចាស់ខ្លួនអត់ដឹងខ្លួនថាខ្លួនឯងជាអ្នកលេងទេក៏ប្អូនស្រីម្នាក់ហ្នឹងខាងប្រទេសថៃព័ត៌មានហ្នឹងណាគឺមាន account មួយ fake ឡើងហើយយករូបភាពគាត់មកបង្ហោះក្នុងនាមខ្លួនគាត់ជាខ្លួនគាត់ហ្នឹងផុសចេញជាសាធារណៈផ្ដែផ្ដាំទៅសាធារណជនទាំងអស់ថាខ្លួនគាត់មានផ្ទុកមេរោគអេដសហើយចា៎ចឹងអ្នកដែលធ្លាប់ដេកជាមួយគាត់ខ្ទង់15នាក់ទៅ20នាក់កន្លងមកឲ្យទៅតេស្តពិនិត្យមើលឈាមផងក្រៃលប់ផ្ទុកមេរោគអេដសចា៎
នឹងឯងឃើញព័ត៌មានហ្នឹងតើបងព័ត៌មានថៃ ហ្នឹងហើយព័ត៌មានថៃ 5-10នាក់អ្នកពាក់ព័ន្ធធ្លាប់រស់នៅជាមួយនឹងគាត់ តែខ្លួនគាត់អត់ដឹងរឿងអីផង ចាហើយគាត់ប្រកាសឈ្មោះទៀតប្រហែលអ្នកដែលមានឈ្មោះប្រហែលហ្នឹង ដែលថាធ្លាប់គេជាមួយហ្នឹង ហ្នឹងហើយដែលរស់នៅជាមួយនឹងគាត់ហ្នឹងឲ្យទៅតេស្តមើលរកមេរោគHIV ព្រោះដោយសារកំឡុងពេលនេះគឺគាត់ពុំមានបញ្ហាផ្ទុកនៅ HIV ហើយចាចឹងដល់តែពេលរឿងហ្នឹងផុសចេញមកទាំងគេទាំងយើង10ទាំង10គិតថាវាជារឿងពិតព្រោះសម័យខ្លួនជាអ្នកផុសរូបភាព account របស់គាត់តែដល់ទៅពេលស្រាវជ្រាវការពិតទៅ account ហ្នឹងមិនមែនជា account គាត់ទេជា account fake ហើយយករូបគាត់មកដាក់ជាម្ចាស់ account ហើយផុសចេញទៅជាលក្ខណៈសាធារណៈអញ្ចឹងរហូតដល់សម័យខ្លួនអត់ដឹងខ្លួនតតែសោះដល់ពេលសម័យខ្លួនអត់ដឹងខ្លួនវាប៉ះពាល់ទៅដល់មុខមាត់គាត់កិត្តិយសគ្រួសារគាត់កិត្តិយសតម្លៃនៅក្នុងសាលារៀនដែលគាត់រៀនផ្ទុកអីមិនផ្ទុកធ្វើឲ្យមានបញ្ហាដល់ពេលអញ្ចឹងឪពុកម្ដាយដើម្បីលាងភាពស្អាតស្អំឲ្យកូនហ្នឹងសុកចិត្តដឹកកូនហ្នឹងយកទៅឆែកឈាមនៅមន្ទីរពេទ្យដើម្បីចេញលទ្ធផលថាកូនហ្នឹងអត់មានផ្ទុកមេរោគអេដទេចា៎ហើយកូនហ្នឹងអត់ធ្លាប់មានទំនាក់ទំនងជាមួយមនុស្សដែលបានរាយនាមហ្នឹងមកទេចឹងវាអាចអាក្រុមដែលស្រឡាញ់គេមិនបានហើយចង់បំផ្លាញគេហ្មងអូយមែនតាបងចង់ធ្វើបាបគេហ្មងហើយទាំងការពិតមនុស្សដែលជាសម័យខ្លួនពិតអត់ដឹងរឿងអីសោះគ្នាអត់មានដែលបានពាក់ព័ន្ធជាពាក់ជំពិនអីសោះចឹងមិនថារូបភាពវីដេអូទាំងឡាយដែលផុសផុសនៅលើបណ្ដាញសង្គមមួយចំនួនមុននឹងយើងវិនិច្ឆ័យពិតឬមិនពិតទេបងប្អូនត្រូវសិក្សាឲ្យបានច្រើនជ្រុងស្វែងរកការពិតសិនចាចឹងតួយ៉ាងដូចបងប្រុសនេះអញ្ចឹងការតំណាក់តំណងដូចឡាំយ៉ងលើកឡើងមកក្នុងនាមជាឧទាហរណ៍ការដៃគូរាប់អានស្រឡាញ់ឥឡូវយើងងាយណាស់បងប្អូនទាំងស្រីទាំងប្រុសក្នុងការតំណាក់តំណងគឺអត់សូវបានជាសិក្សាសាវតាស្រាវជ្រាវពីប្រវត្តិអីនាងនឹងប្រុសនឹងមកពីណាទៅណាមុងវងតកោឈ្មោះដើមឈ្មោះប៉ិតប្រកាសយ៉ាងម៉េចអីយ៉ាងម៉េចគឺបាច់សាច់គ្នាសម្បើមស្រាប់ពេលដែលយើងជាមនុស្សប្រុសយើងគិតថាខ្លួនឯងវាគ្រាន់បើជាងយើងមិនសូវជាខាតបង់ទេយើងមិនសូវជាចាប់អារម្មណ៍ទេអីចឹងឲ្យតែស្រីចិត្តងាយមកដើម្បីដោះកូយមកពេលតែដេកនៅជាមួយទៅតាក់តងឆិនឆៃឲ្យលុយឲ្យកាក់ឬតាក់តងដើម្បីយកជាតំណប់ដេកមកយាមមកកាមជាមួយនាងនឹងទៅដោយនាងនឹងមិនបានខ្វល់សួរនាំស្រាវជ្រាវអីច្រើនហើយគិតថាខ្លួនឯងណាមនុស្សប្រុសខ្លះខ្ញុំអត់ចង់សម្ដៅទៅលើគាត់ជាបុគ្គលម្នាក់ហ្នឹងខ្ញុំចង់និយាយមនុស្សប្រុសខ្លះគាត់ចំពោះខ្លួនឯងថាខ្លួនឯងប៉កែខ្លួនឯងឆ្លាតហើយប៉កែតំណែងប៉កែលាក់ប៉កែពួនចឹងគាត់គិតថាមានលុយគាត់ចាយទៅតែគាត់ដែលបានខ្វល់ពីស្រីទាំងអស់ដែលគាត់តំណែងហ្នឹងមកពីណាទៅណាទេពេលខ្លះណាហើយណាមួយពេលដែលតាក់តងជាមួយហ្នឹងឥឡូវហ្នឹងគឺមិនបាច់ទៅស្រាវជ្រាវដើររឆ្វេងឆ្វាយទេនៅលើបណ្ដាញសង្គមហ្នឹងតាំងពី Telegram តាំងពី Facebook តាំងពី TikTok គាត់ចង់តំណែងប្រពាក់ប្រពូនជាមួយស្រីណានាងណាមនុស្សស្ត្រីមួយចំនួនគឺគាត់ក៏មិនសូវជាខ្វល់ខ្វាយគិតច្រើនដែរឲ្យតែមានលុយចាយមកគាត់ទៅហើយបើប៉ះចំបានប្តីគេមានការងារមុខរបរធ្វើទៀតគាត់ដូចបានកណ្ដាប់ចាយមកស្រាប់ចា៎អញ្ចឹងតំណែងបែបងាយអញ្ចឹងថ្ងៃហ្នឹងទាំងស្រីទាំងប្រុសដែលអត់សូវបានសិក្សាគ្នាទៅវិញទៅមកអញ្ចឹងឱកាសរងគ្រោះគឺមានដូចគ្នាឥឡូវហ្នឹងព្រោះគាត់ដឹងចំណុចខ្សោយអញ្ចឹងអ្នកខ្លះអាចពេលឡើងក្រែក្នុងផ្ទះសំណាក់ជាមួយគ្នាហ្នឹងគាត់បង្កប់ឲ្យកាមេរ៉ាឥឡូវអត់ចាំបាច់ដាក់ទូរស័ព្ទក៏បានដែរមានជាប៊ិចមានជាដូចកូនឃ្លីចាដូចសោដូចជាចៅខ្យងអីហ្នឹងទូចដែលយើងមើលអត់ដឹងថាវាជាកាមេរ៉ាហ្នឹងវ៉ែនតាយើងពាក់ហ្នឹងតែគេដាក់កាមេរ៉ានៅក្រោយវ៉ែនតាហ្នឹងតែពេលគាត់ថាវ៉ែនតាពាក់ម៉ូដធម្មតាយើងមានតែចាប់អារម្មណ៍ថាហ្នឹងវាជាកាមេរ៉ាណាបងប្អូនតទៅពេលដាក់ទៅលើតុអីយើងមានតែចាប់អារម្មណ៍អីវាចាប់បានទាំងអស់ហ្នឹងស្អីសកម្មភាពទាំងឡាយឧទាហរណ៍ថាយើងមានគ្រួសារហើយណាយើងមានពុនកូនហើយយើងមានកិត្តិយសយើងមានមុខងារមានទូនាទីហើយតែបែកធ្លាយអញ្ចឹងទៅវាល្អមើលណាស់អីអញ្ចឹងបានគេថាមនុស្សប្រុសឆ្លាតប៉ាកែយ៉ាងណាក៏គង់តែធ្លាក់ខ្លួនហិនហើយដោយសារតែស្រីដែលអត់ដឹងប្រវត្តិសាវតាច្បាស់លាស់ហើយពិសេសពិសាចតាមផ្លូវអាហ្នឹងវាជួបគ្រោះថ្នាក់កន្លែងហ្នឹងកន្លងមកយើងធ្លាប់ឃើញហើយអញ្ចឹងដល់ពេលយើងផ្លាត់ស្នៀតជួនកាលនាងហ្នឹងយកអាហ្នឹងជាវីដេអូគម្រាមទាលុយប្រចាំខែត្រូវបង់ជូននាងហ្នឹង1 2 3 4អីជាហោហែអញ្ចឹងទៅដោយសារអីលុបអំពីទង្វើស្មោកគ្រោករបស់ខ្លួនឯងហ្នឹងទៅដើម្បីបានកិត្តិយសមកវិញហើយអញ្ចឹងនាងអស់ហ្នឹងគាត់អាចធ្វើអញ្ចឹងគាត់ឡើងខ្វល់សំខាន់គាត់ត្រូវការលុយគាត់ទុកអញ្ចឹងជាយើងដែលយើងបោះបង់គាត់ចោលគាត់ទុកអាហ្នឹងធ្វើជាធ្នាក់អញ្ចឹងទៅឧទាហរណ៍ដោយការរួមភេទតាមអនឡាញអញ្ចឹងបងប្អូនធម្មតាអាហ្នឹងយើងមិនខលវីដេអូហើយខលវីដេអូគេអាច record ទុកបានហ្នឹងដូចគាត់អញ្ចឹងត្រូវជាប់ record វីដេអូឲ្យស្មាតទោសយើងលេងខ្លួនឯងអីខ្លួនឯងវាមិនតែល្អមើលអីបងប្អូនហ្នឹងហើយ
ចាហើយអស់ហ្នឹងគេមុននឹងយកមកគម្រាមយើងជួនកាលគាត់ដាក់លក់លើទីផ្សារអនឡាញខាងផ្នែកនេះគេតែមិនចាប់បានខាងមន្ត្រីយើងហ្នឹងចាប់បានកន្លែងទីតាំងហ្នឹងប្រហែលជាប្រហែលផលិតវីដេអូអាភាហើយមានស្អីនោះអុយឧបករណ៍សិចសុបនិមិត្តទាំងស្រីទាំងប្រុសពេញទឹកពេញដីហើយយកអាចកាពះគូតាំងប៉ាតណាណាបងប្អូនអាហ្នឹងវាហានិភ័យណាអាប្រព័ន្ធតំណែងគ្នាឥឡូវកាន់តែងាយស្រួលហានិភ័យក៏ច្រើនចឹងស្រីប្រុសឥឡូវថតរឿងភាគខ្លីៗហ្នឹងទទួលបានប្រាក់ខែខ្ពស់ពាន់ហ្នឹងបងប្អូនកុំសំណើមពេកចាហើយចឹងចង់និយាយថាឥឡូវវាស្មើដៃគ្នាចាមនុស្សប្រុសដែលគាត់គិតថាខ្លួនឯងប្រកែហើយខ្លួនឯងឆ្លាតហើយមានលុយសម្រាប់ចាយទិញស្រីយកទៅដេកហើយអាហ្នឹងចាត់ហានិភ័យប៉ះចំស្រីជើងមែនតើណាចាបាត់ខ្វល់ដែរសំខាន់ត្រូវការលុយចឹងគាត់អាចរៀបក្បួនថតវីដេអូទុកដោយប្អូនស្រីដែលគាត់គម្រាមបងប្រុសហ្នឹងហើយមានមនុស្សយើងមួយទៀតអត់ត្រូវការលុយទេប៉ុន្តែចង់ឈ្នះចាញ់បើអញមិនបានហែងហើយអញលេងហែងឲ្យខ្មាស់គេម្ដងចាគុកទៅអីទៅអាមនុស្សដូចថាចង់និយាយថាគាត់ឡើងខ្វល់ពីកិត្តិយសណាគាត់ដឹងតែពីចង់ឈ្នះអញ្ចឹងទោះបីជាក្នុងរូបភាពណាក៏គាត់អត់ខ្វល់គាត់បំផ្លាញយើងទៅអាបានណានឹងប្រយ័ត្នសយប៉ះចំអញ្ចឹងប្រយ័ត្នប្រយែងដូចគ្នាហ្នឹងគ្រាន់តែរឿងបកាការពារទប់ស្កាត់ទេជាវៀងហានិភ័យកើតឡើងព្រោះឥឡូវគឺមិនថាជាស្រីឬជាប្រុសហើយសិតតែអាចមានឱកាសរងគ្រោះដូចគ្នានៅក្នុងការទំនាក់ទំនងបណ្ដាញសង្គមហ្នឹងអញ្ចឹងមុនពេលដែលយើងលេងបណ្ដាញសង្គមហ្នឹងក៏អញ្ចឹងដែរមុនពេលដែលយើងខមមិនចូលទៅជេរបតិចបដាសាគេឌៀមដាមផ្លែផ្កាថាឲ្យគេហ្នឹងណាត្រូវដឹងឲ្យច្បាស់សិនថាព័ត៌មានហ្នឹងពិតនៅព័ត៌មានហ្នឹងច្បាស់លាស់ហើយនៅអូខេនៅដូចរឿងដែលយើងលើកឡើងមុននឹងមិញថាសិស្សស្រីនៅប្រទេសថៃដែលឆាតក៏ធ្វើវីដេអូនឹងដែរហ្នឹងគឺចង់និយាយថាព័ត៌មានសម័យខ្លួនអត់ដឹងទេយករូបភាពគាត់មកផុសថាគាត់ស្រីដែលដេកជាមួយប្រុសច្រើនអ្នកហើយចុកមេរោគអេដអីហ្នឹងទាំងសម័យខ្លួនអត់ដឹងរឿងហ្នឹងដូចគ្នាអញ្ចឹងអស់លោកដែលចូលចិត្តតសេខមមិនឌៀលគេជេរគេហ្នឹងត្រូវគិតឲ្យច្បាស់ណាមុនពេលលើកដៃមកតសេជេរបតិចបដាសាថាឲ្យគេមួយហ្នឹងហើយបើគេអ្នកនេះហ្មងគេថានឹងមកពេលមនុស្សខ្លះអត់ការងារធ្វើដែរថ្ងៃមើលទូរស័ព្ទអង្គុយឲ្យខមមិនជេរគេណាអាហ្នឹងគេអាចវិនិច្ឆ័យទៅលើយើងអញ្ចឹង